គឺជាសកម្មភាពពេលព្រឹកដែលខ្ញុំទឹកដាក់ក្តាមយកក្តាមយកមកធ្វើម្ហូបហូបនៅពេលព្រឹកតែម្ដងបងប្អូនអរគ្នាក្នុងការដាក់ក្តាមនេះគឺខ្ញុំដាក់យកតែម្ហូបដើម្បីរួចម្ហូបនៅពេលនៅពេលព្រឹកដែលយើងមិនត្រូវចំណាយលុយទៅទិញរបស់គេយកម្ហូបអញ្ចឹងបងប្អូនទាំងអស់គ្នាហើយមួយជើងមកក្នុងការដាក់លបនេះគឺបងប្អូនទាំងអស់គ្នាគឺជួបរឿងដែលគួរឲ្យហួសចិត្តខ្លាំងមែនទែនមិននឹកស្មានថាខ្ញុំអាចនឹងជួបរឿងបែបហ្នឹងអញ្ចឹងណាបងប្អូនទាំងអស់គ្នាសូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូនេះហើយកុំភ្លេចជួយចុច like ជួយ share ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលជាលើកក្រោយទៀតឥឡូវនេះគឺក្នុងម៉ោងរយៈពេលម៉ោងហ្នឹងគឺចូលខ្ទង់ម៉ោង 5:76 ហើយដែលខ្ញុំមកសារលបនោះបងប្អូនទាំងអស់គ្នាដោយសារតែពេលល្ងាចគឺខ្ញុំអត់បានថតទេដូចបញ្ជាក់ទៅតាមវីដេអូនីមួយៗអញ្ចឹងគឺពេលល្ងាចគឺទឹកចូលខ្លាំងហើយដឹងស្រាប់ហើយពួកខ្ញុំធ្វើការរោងចក្រអញ្ចឹងគឺតម្រាំនឹងមកបានដាក់លបបិទនុយហើយមកដាក់លបហ្នឹងទឹកវាចូលពេញព្រែកពេញអូពេញស្ទឹងឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងគឺយើងមានតែមកធ្វើការដាក់ទាំងទឹកចូលនឹងឯងបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏មិនបានទៅដាក់លបទៅអីឆ្ងាយពីផ្ទះពីភូមិអីដែរបងប្អូនទាំងអស់គ្នាគឺដោយសារតែខ្ញុំវាអត់មានទូកមានអីជីទេអញ្ចឹងខ្ញុំដាក់តែគៀនៅចិត្តផ្ទះហ្នឹងគឺវាមិនបានក្តាមធំដូចគេទេគឺយើងបានតែក្តាមល្មមឆាល្មមភ្លាល្មមស្ងោរអញ្ចឹងណាបើសិនជាឲ្យចូលឡាក្តាមដូចលេខដូចគេវីដេអូគេផ្សេងៗគេចូលក្តាមលេខក្តាមអីអញ្ចឹងគឺគាត់ទៅដាក់កន្លែងដូចជាឃ្លងទឹកឬក៏គុំកោងកាងអីអញ្ចឹងណាហើយសម្រាប់ខ្ញុំវិញគឺខ្ញុំរៀងខ្ជិលដែរបងប្អូនដោយសារតែឃ្លងទឹកទៅវាទឹកជ្រៅហើយណាមួយអាកន្លែងកោងកាងហ្នឹងគឺវាផ្លូវវាពិបាកដើរអញ្ចឹងណាគឺយើងពិបាកដើរហើយណាមួយលបយើងមិនដាក់ទីទេលបយើងដាក់ឡើង30ទៅ40លបប៉ុណ្ណោះអញ្ចឹងខ្ញុំខ្ជិលលីលបដើរកាត់ព្រៃកោងកាងអញ្ចឹងវាពិបាកដែរបងប្អូនអញ្ចឹងបើសិនជាខ្ញុំដាក់នេះគឺខ្ញុំដាក់នៅកន្លែងដែលខ្ញុំដាក់របៀបថាវាទំនាបបងប្អូនគឺយើងអាចដាក់បានយើងអាចដើរបានស្រួលអញ្ចឹងវាមិនស្រួលណាទេបងប្អូនប៉ុន្តែយើងអាចមកដាក់បានស្រួលជាងនៅព្រៃកោងកាងអីចឹងឬក៏នៅតាមឃ្លងទឹកអញ្ចឹងបងប្អូនអូអ្នកនរគ្នាខ្ញុំភ្លេចណែនាំដៃកាមេរ៉ាមែនរបស់ខ្ញុំពីអ្នកនរគ្នាគឺប្អូនរបស់ខ្ញុំហ្នឹងគឺគាត់មកតាមអញ្ចឹងទៅដោយសារតែបងប្រុសគឺគាត់អត់បានមកទេគឺគាត់ជាប់ការងារគាត់រវល់ពេលល្ងាចអញ្ចឹងទៅគឺគាត់អត់បានមកដាក់ជាមួយអញ្ចឹងណាបងប្អូនអ្នកនរគ្នាហើយមកអំសានេះវិញបងប្អូនណាគឺក្តាមកាត់លុបចេញខ្លាំងមែនតើបងប្អូនគឺកាត់ចេញច្រើនខ្លាំងមែនតើតែម្ដងដោយសារតែប្រហែលជាក្តាមញីវាចូលអីចឹងបងប្អូនហើយក្តាមញីហ្នឹងគឺចូលគឺវាការជាក្តាមឈ្មោលបើសិនជាក្តាមឈ្មោលចូលទៅវាអត់សូវកាត់ទេគឺភាគច្រើនចូលទៅគឺនៅតែម្ដងបងប្អូនហើយក៏ប៉ុន្តែបើក្តាមញីវិញគឺវាចូលទៅគឺកាត់លបតិចខ្ទីអស់ហើយណាមួយទៀតលបរបស់យើងវាលបមិនជាលបថ្លៃណាទេលបរបស់យើងដាក់គឺវាថាលបអនឡាញហ្នឹងបងប្អូនកាត់តែមកប្រឡោះពីគឺក្តាមនឹងអាចចេញរួចហើយព្រោះកាឡាវាធំក្តាមវាអត់មានញឹកដូចកាឡាលបគេថ្លៃអញ្ចឹងបងប្អូនគ្នាបើសិនគេលបគេកាឡាថ្លៃហើយសំណាញ់គេខ្ះក៏ក្តាមញីក៏ចូលទៅក៏ពិបាករៀងកាត់ដែរដោយសារតែវាកាឡាខ្ះតែសម្រាប់កាឡាក្លបរបស់ខ្ញុំគឺវាស្ដើងហើយណាមួយគឺវាដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនគឺវាកាឡាធំអញ្ចឹងទៅកាត់តែ1លប2លបកាត់តែមកកាឡា2កាឡាគឺខ្ទេចអស់ហើយលបហើយវីដេអូនេះបើសិនជាមានបងដែលគាត់ស្គាល់កន្លែងដាក់ក្តាមថ្មថ្មីពីនឹងដែលអាចដាក់ចូលបានធំរឿងក៏ត្រឹសជាងនឹងបងប្អូនកុំភ្លេចជួយ comment នៅខាងក្រោមនៅវីដេអូរបស់ខ្ញុំផងដោយសារតែខ្ញុំនេះគឺជាអ្នកដាក់ដៃថ្មីដែរទេអញ្ចឹងគឺលោករបស់ខ្ញុំគឺទិញយកអាយ៉ាងអន់អញ្ចឹងហើយខ្ញុំមកដាក់នេះដាក់យកកូនក្តាមក៏មិនសូវបានធំដែរតែបើសិនជាបងប្អូនមានកន្លែងណាល្អកុំភ្លេចជួយ comment ផងដើម្បីឲ្យខ្ញុំនឹងទៅដាក់នៅកន្លែងនឹងយកម្ហូបដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ក្តាមនៅពេលព្រឹកនេះវិញគឺខ្ញុំសារបានគឺ30លបនេះគឺវាច្រើនហើយសម្រាប់បងដែលគាត់ជាអ្នកអាជីពដែលគាត់ដាក់បងប្អូនគឺគាត់គិតថាវាច្រើនហើយគួរតែក្បាក់ក្តាមបានច្រើនតែសម្រាប់ខ្ញុំដៃថ្មីអញ្ចឹងគឺខ្ញុំមិនសូវចេះដាក់អញ្ចឹងគឺដាក់បានតិចទេដាក់បានប្រហែលជា1គីឡូជាង7គីឡូឯដែរសម្រាប់ក្តាមដែលធ្វើម្ហូបនៅពេលព្រឹកនេះវិញគឺខ្ញុំនិងប្រពន្ធរបស់ខ្ញុំនឹងគឺគាត់យកមកឆាអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺគាត់បកយកមកឆាអញ្ចឹងទៅបងប្អូនគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនក្តាមយើងថ្មីទើបលើកមកពីទឹកអញ្ចឹងណាហើយសម្រាប់ត្រឹសឬក៏ធំនេះគឺខ្ញុំយកមកចំហុយវាបងប្អូនទាំងអស់គ្នាគឺរសជាតិខ្លាំងមែនទែនជាមួយនឹងទឹកត្រីកោះកុងរបស់យើងអញ្ចឹងបងប្អូនគឺកប់សេរីហើយបងប្អូនអើយគ្រាន់តែឃើញក្តាមនេះគឺស្រក់ទឹកមាត់តែម្ដងណាមួយក្តាមរបស់យើងថ្មីផងអញ្ចឹងបងប្អូនទាំងអស់គ្នា